ឧបការៈរហូតហើយប៉ុននៅណាចិត្តសន្សំប៉ុននឹងមកហ្នឹងហើយថាប៉ុនដែលធ្វើមកហ្នឹងសរុបមកគឺកម្មទាំងប៉ុនទាំងបាបហ្នឹងចិត្តសន្សំមកទាំងអស់ចិត្តមិនមែនយើងទេបើចិត្តជាយើងចាំបាច់សន្សំបាបមកទៅអីណារស់នៅរាល់ថ្ងៃហ្នឹងអត់មានតួយើងទេណាតួយើងថាយើងរស់នៅយើងឃើញយើងលឺហ្នឹងចិត្តហ្នឹងសន្សំដណ្ដើមណាសន្សំទាំងបាបដែលជាបច្ច័យឲ្យធ្លាក់នរកប្រែតហ្នឹងក៏មកពីចិត្តហ្នឹងដែរចិត្តសន្សំបាបហ្នឹងហើយដូច្នេះយើងត្រូវចេះប្រើចិត្តទាំងឲ្យបានល្អយើងហ្នឹងក៏បញ្ញត្តិទៅលើសតិសម្បជញ្ញៈហ្នឹងឯងអត្តាអត់មានទេរូបវេទនាសញ្ញាសង្ខារវិញ្ញាណជាឃាតករជាអ្នកសម្លាប់អត់មានអីជាអត្តាយើងទេកុំស្និទ្ធស្នាលជាមួយឃាតករទេហ្នឹងនិទ្ធស្នាលគឺសកាយតិដ្ឋិមិននិទ្ធស្នាលចង់និយាយរឿងអីទេនិយាយសកាយតិដ្ឋិស្និទ្ធស្នាលជាមួយគ្នានឹងឃាតករសម្លាប់យើងបានមកពីស្និទ្ធស្នាលហ្នឹងសកាយតិដ្ឋិឈ្មោះថាបឋមជួនអាស្រ័យវត្តដាក់ហ្នឹងឯងអញ្ចឹងនិយាយពីចិត្តហ្នឹងវាជាធម្មជាតិសន្សំកម្មនឹងមកអញ្ចឹងដូចជាប្រវាំងកសន្តតិអញ្ចឹងប៉ុន្តែមើលបាតតិតិកិពៀងកិរលត់ហើយនៅពេលសឹងលក់ហ្នឹងប៉ុន្តែប៉ុនណាជាបច្ច័យឲ្យប្រវាំងកសន្តតិការតមកទៀតហ្នឹងហើយតែកាលណាដាច់កំណត់ស្លាប់ហើយហ្នឹងហើយភ្នែកគាត់ថាយើងនៅរស់មែនប៉ុន្តែវាអត់មានអីឲ្យកើតភ្នែកតមកទៀតខ្វាក់ហើយថ្លង់ហើយហ្នឹងហើយអាហ្នឹងគឺជីវិតយើងរស់នៅរាល់ថ្ងៃហ្នឹងដូចទៀនឬចង្គៀងដែលកំពុងដុតចឹងណាហ្នឹងហើយត្រូវមានប្រេងឲ្យឆេះរហូតណាប៉ុនជាបច្ច័យឲ្យយើងរស់នៅរាល់ថ្ងៃនេះរាល់ដង្ហើមចេញចូលហ្នឹងប៉ុនណាហ្នឹងណារស់នៅហើយស្រាប់តែថាអត់ដឹងប៉ុនហ្នឹងហើយមិលគុណប៉ុនមែនទេណាហ្នឹងមកអំពីការដែលមិនដឹងមានអាកំបាំងវាមានកម្រិតជ្រៅទៅណានៅក្រំតែគុណម៉ែឪហ្នឹងតែកាលណាគិតខុសអត់ទាំងឃើញផងថាម៉ែឪត្រូវតែចិញ្ចឹមកូនគឺណាអត់ឃើញគុណបាត់ហើយហ្នឹងហើយបើចិញ្ចឹមត្រឹមរួចខ្លួនប្រគាត់នេះបង្កើតខ្ញុំមកដល់អត់ចិញ្ចឹមដាក់ទោសគាត់ហ្មងហ្នឹងហើយតែគិតខុសគឺណាតាមពិតគឺយើងដែលវាមានវត្តដាក់ដែលឲ្យកើតហ្នឹងហើយអវិជ្ជាតណ្ហាហ្នឹងប៉ុន្តែថាបានជាឧបនិស្សយបច្ច័យទៅបុណ្យដែលនាំឲ្យបដិសន្ធិហ្នឹងបុណ្យយើងប៉ុណ្ណាប៉ុណ្ណឹងឯងតែត្រឹមត្រូវតាមបុណ្យហ្នឹងឯងប៉ុន្តែគុណមេត្តាបិតាគឺគុណសុទ្ធហ្មងតែក្នុងការទំនុកម្រងចាំបីបាច់មើលថែហ្នឹងគុណគឺសេចក្តីល្អនៅក្នុងចិត្តរបស់គាត់ហ្នឹងឯងមិនមែនគាត់ហៅយើងមកហើយយើងត្រូវដាក់បញ្ញត្តិថាគាត់ត្រូវតែចិញ្ចឹមយើងបានរួចខ្លួនព្រោះគាត់ហៅយើងមកត្រូវចិញ្ចឹមយើងអត់ចិញ្ចឹមទេដាក់ទោសគាត់ណានៃឥឡូវហ្នឹងអត់និយាយមួយឥឡូវហ្នឹងហ្នឹងហើយអាហ្នឹងគឺយើងគិតខុសទេរឿងជីវិតនេះគឺយើងថាត្រាច់អង្កត់ក្នុងវដ្តសង្សារនៅលើកម្មជាបច្ច័យឲ្យមកកើតហ្នឹងវាដូចថាយើងដើរតាមផ្លូវមកជ្រក់នៅផ្ទះសំណាក់អីទោះជាវាមិនសូវគួតមុតអីនឹងចាស់អីក៏ដោយប៉ុន្តែយើងបានជ្រក់ទៅជ្រក់មកលុបឈើមិនសូវមានស្លឹកអីក៏ដោយហ្នឹងហើយយើងអត់មានត្រូវទៅបន្ទោសដើមឈើបន្ទោសសាលាសំណាក់ហ្នឹងទេព្រោះយើងដើរមកខ្លួនយើងទេហ្នឹងហើយមេត្តាបិតាអញ្ចឹងណាដូចសាលាសំណាក់ដូចដើមឈើសម្រាប់ឲ្យយើងជ្រក់ចាំបីបាច់មើលថែយើងអញ្ចឹងណាហ្នឹងហើយដល់តែយើងគិតខុសថាគាត់នេះបង្កើតយើងត្រូវចិញ្ចឹមយើងអានេះតែគុណម៉ែឪហ្នឹងមិនទាំងឃើញបងចាំបាច់ដល់អាកំបាំងរបស់ប៉ុនអីហ្នឹងឯងវាអាកំបាំងអញ្ចឹងដូច្នេះដល់ពុទ្ធបរិស័ទយើងមានសទ្ធានេះណែសវេសទ្ធោតិវជតិហៅថាជាបុគ្គលអ្នកមានសទ្ធាហ្នឹងគឺប្រកបដោយអង្គ3ហ្នឹងហ្នឹងហើយអញ្ចឹងខ្ញុំណារៀបរាប់មកច្រើនហើយនៅមានសំណួរចឹងប៉ុណ្ណាហ្នឹងណាសោតដូចគ្នាគុណចាស់តែមួយអង្គណាអាត្មាពិខុរតនៈរតោឈៀងសរុនតែហ្នឹងហើយនោះចាស់ក្នុងវត្តកល្យាណមិត្តរយមទេសរានពលលោកគ្រូសេចក្តីសម្គាល់ថាមិនទៀងមួយសេចក្តីសម្គាល់ថាក្នុងរបស់ដែលមិនទៀងជាទុក្ខហ្នឹងឯងនឹងសូមឲ្យលោកគ្រូបញ្យល់ពីសញ្ញាហ្នឹងណាសញ្ញាដែលក្តីសម្គាល់ហ្នឹងដែលលោកម្ចាស់សរសេរជាសម្រាយមកហ្នឹងសញ្ញាហ្នឹងដែលបុគ្គលចម្រើនហើយធ្វើឲ្យច្រើនហើយរមែងបង្អោនទៅរកព្រះនិព្វានឈាមទៅរកព្រះនិព្វានមានព្រះនិព្វានជាបរិយោសានហ្នឹងណាហ្នឹងហើយលោកម្ចាស់សរសេរមានអនិច្ចសញ្ញាអញ្ចឹងទៅអនិច្ចេទុក្ខសញ្ញាអញ្ចឹងទៅហ្នឹងហើយក្តីសម្គាល់ថាមិនទៀងក្តីសម្គាល់ថា
ជាទុកព្រោះមិនទៀងដីសម្គាល់ថាជាអនត្តាចឹងទៅដីសម្គាល់ក្នុងរបស់ដែលគូលះបង់ទៅបដិនិស្សកៈទៅក្តីសម្គាល់ក្នុងរបស់ដែលគូនឿយណាយនៅពីទាទៅដីសម្គាល់ក្នុងធัวដែលជាគ្រឿងរលត់ទុកនិរោធាទៅហ្នឹងក្នុងសេចក្តីសម្គាល់ក្នុងសង្ខារធัวមិនទៀងជាទុកហ្នឹងជាអនត្តាហ្នឹងនៅពីទានៅក្នុងវិបស្សនាហ្នឹងហើយរហូតដល់ការលះបង់ហ្នឹងឯងនឹងហើយក៏បានដឹងពីការរលត់ហ្នឹងមានពីរណាហ្នឹងឯងដោយនិពតលក្ខណៈការកើតវាគូជាមួយនឹងវិបរិណាមលក្ខណៈហ្នឹងមិនទៀងជាទុកឃើញសង្ខារធัวកើតហើយរលត់ជាទុកហ្នឹងហើយប៉ុន្តែរលត់មួយទៀតគឺរលត់ដោយមគ្គរលត់អវិជ្ជារលត់តណ្ហារលត់កម្មហ្នឹងហើយដោយមគ្គសោតាបត្តមគ្គសក្តិគេមគ្គអនាគេមគ្គអរហតមគ្គហ្នឹងហើយហ្នឹងគឺនៅក្នុងបដិសម្ពិទេមគ្គឧទយបយាញាណណាក្នុងបៃដកលេខ69ហ្នឹងហើយបដិសម្ពិទេមគ្គ69 771 69ហ្នឹងញាណកថាហ្នឹងចូលមកដល់ឧទយបយាញាណហ្នឹងគឺសំដែងពីឃើញការកើតរលត់ហ្នឹងការរលត់ហ្នឹងគឺព្រះអត្ថាលោកបញ្យល់រលត់មានពីរដោយវិបរិណាមតុអាហ្នឹងត្រង់ដែលនិពតិហ្នឹងមិនមែនតួបច្ច័យទេនិពតិហ្នឹងគឺលក្ខណៈកើតបានវិបរិណាមៈហ្នឹងគឺប្រែប្រួលហ្នឹងគឺថាមិនទៀងជាទុកហ្នឹងអាហ្នឹងទុក្ខលក្ខណៈហ្នឹងឯងអាហ្នឹងរលត់សង្ខារធัวដែលមានការកើតហើយរលត់ហ្នឹងឯងប៉ុន្តែរលត់មួយទៀតដែលបញ្ញាបានឃើញព្រោះបញ្ញាវិបស្សនាហ្នឹងគឺបានឃើញវត្តដាក់បានឃើញការអស់ទៅនៃវត្តដាក់នឹងគឺការដែលឃើញការកើតគឺអាស្រ័យអវិជ្ជាតណ្ហាហ្នឹងកម្មទៅហើយរូបមានអាហារទៅហើយបើថាវេទនាសញ្ញាសង្ខារមានភាសៈទៅហ្នឹងហើយវិញ្ញាណមាននាមរូបទៅជាបច្ច័យហ្នឹងហ្នឹងហើយពិសេសគឺអវិជ្ជាតណ្ហាកម្មនេះដល់ទៅឃើញអវិជ្ជាតណ្ហាកម្មនឹងរលត់ព្រោះអរិយមគ្គហ្នឹងគឺឃើញនិរោធប៉ុន្តែមិនតាន់កម្មយកជាអារម្មណ៍ទេគឺមាននិរោធជាអធិស្រ័យព្រោះបានដឹងវត្តដាក់គឺបានដឹងអំពីការអស់ទៅនៃវត្តដាក់ណាតាមដែលស្ដាប់មកហ្នឹងថាញាណក្នុងសន្តិបត្តិហ្នឹងគឺសវនញ្ញាណគឺណាមិនបដិវេទញ្ញាណដែលមានព្រះនិព្វានជាអារម្មណ៍ទេគ្រាន់មានព្រះនិព្វានជាអធិស្រ័យអរហតវិរិយោបហេតតោមានចិត្តបង្អោនទៅកាន់ព្រះនិព្វានហ្នឹងគឺវិបស្សនាតទាំងកវិវេកហ្នឹងគឺវិបស្សនាមានព្រះនិព្វានជាអធិស្រ័យសមុច្ឆេតវិវេកអរិយមគ្គបានមានព្រះនិព្វាននឹងឯងជាអារម្មណ៍ព្រះនិព្វានហ្នឹងគឺនិស្សរណវិវេកហ្នឹងគឺដែលព្រះពុទ្ធអង្គសម្ដែងពីចម្រើនវិវេកប្រព្រឹត្តទៅគឺនៅក្នុងវិវេក3ហ្នឹងដូចជាពោជ្ជមគ្គដីសមាទិដ្ឋិក្តីប្រព្រឹត្តទៅដើម្បីវិវេកហ្នឹងនឹងព្រះអត្ថាលោកលើកវិវេក3ហ្នឹងតទាំងកវិវេកសមុច្ឆេតវិវេកនិងនិស្សរណវិវេកអញ្ចឹងបានអธิบายតទាំងកវិវេកគឺវិបស្សនាមាននិស្សរណវិវេកជាអធិស្រ័យអត់តាន់មានជាអារម្មណ៍ទេពុទ្ធបរិស័ទយើងចម្រើនវិបស្សនាអត់តាន់មានព្រះនិព្វានជាអារម្មណ៍ទេតែមានព្រះនិព្វានជាទីអាស្រ័យគឺបានន័យថាមានចិត្តបង្អោនទៅកាន់ព្រះនិព្វានណាហ្នឹងហើយដោយប្រៀបពីកូនតូចប៉ុណ្ណាដែលម្ដាយលួងលោមទៅហើយដាក់លើផ្លូវសមថៈវិបស្សនាហ្នឹងហើយក៏ទាញកូនមកអោបហើយឲ្យកូនបៅដោះហ្នឹងហ្នឹងហើយហ្នឹងគឺប្រៀបហ្នឹងចិត្តយើងហ្នឹងដោយកូនតូចអញ្ចឹងដែលយើងត្រូវថែរក្សាចិត្តហ្នឹងថែរក្សាក្រៃលែងជាងថែរក្សាកូនទៀតណាតែគ្រាន់តែយកកូនមកប្រៀបទេណាត្រូវស្មារតីថែរក្សាមែនទេអញ្ចឹងណាហ្នឹងហើយរឿងខ្លះក៏ត្រូវប្រៀបទៅនឹងកូនតូចហ្នឹងឯងចាហើយកូនតូចអត់មានខ្វល់រឿងអីច្រើនទេហ្នឹងហើយបានតែម៉ែលួងប៉ុណ្ណឹងបានហើយគាត់ថាបានមកឃើញមុខម៉ែតែប៉ុណ្ណឹងសប្បាយចិត្តហើយការអប់រំចិត្តហ្នឹងណាបានតែជួបអារម្មណ៍ប្រកម្មដ្ឋានប៉ុណ្ណឹងអត់ខ្វល់រឿងអីទេអានឹងចិត្តដែរគាត់ថាបើយើងប្រៀបទៅនឹងកូនតូចមានខ្វល់អីមុខបររត់ទទួលទានពេជាស្វាមីអីណាអត់ខ្វល់ទេតែឃើញតែមុខម៉ែញឹមដាក់តែប៉ុណ្ណឹងដូចដួងខែពេញបូមីសប្បាយចិត្តដែរ
ហ្នឹងហើយយ៉ាងណាមិញការអប់រំចិត្តហ្នឹងអញ្ចឹងឲ្យតែបានអារម្មណ៍នៃប្រកម្មដ្ឋានមកអត់ខ្វល់រឿងអីទៀតទាំងអស់ក្នុងโลกហ្នឹងហ្នឹងចិត្តហ្នឹងប្រៀបដូចជាកូនតូចចឹងឯងចឹងហើយក៏បង្អោនទៅរកព្រះនិព្វានហ្នឹងហ្នឹងគឺនៅក្នុងវិបស្សនាហ្នឹងហើយពុទ្ធចាស់ក៏លើកយកវិបស្សនាអង្គធัวជាតួបញ្ញាមានតែព្រះពុទ្ធត្រាស់ដឹងទេទើបមាននៅក្នុងโลกហើយសមាធិអត់មានព្រះពុទ្ធបានត្រាស់ក៏មានដែរព្រះពុទ្ធអង្គត្រាស់ដឹងទាំងមូលព្រះអង្គចង់ឲ្យយើងឃើញធัวនៅក្នុងជីវិតប្រចាំថ្ងៃមិនមែនមកបង្រៀនឲ្យយើងចេះធ្វើសមាធិទេ